មួយបាទសម្រាប់ឆ្នាំទី1ឆ្នាំជូតបាទសម្រាប់ឆ្នាំជូតល្អប្រសើរគិតគូរកិច្ចការងារធ្វើដំណើរជិតឆ្ងាយបានផលល្អល្អក្លើនមិត្តរីមិត្រាស្នេហាប្រពន្ធហើយនឹងប្តីមិត្តបងមិត្តស្រីនោះយល់ចិត្តគ្នាល្អជាទីកប់ចិត្តអញ្ចឹងគិតគូរផលធំប្រមូលផ្ដុំលុយលៀបអ្នកដែលជាពាក់លុយដែលគេអត់សងគេនឹងសងធ្វើអ្វីមួយតែតោងពិចារណាគំនិតគិតឬមួយក៏ resign update លក់អនឡាញអីនោះនឹងអាចបានផលសមដោយបំណងពងប្រាថ្នាឆ្នាំទី1ឆ្នាំជូតនៅពាក់កណ្ដាលខែ12ពាក់កណ្ដាលខែធ្នូឆ្នាំ2025នឹងលេខសំណាងរបស់នៅឆ្នាំជូតគឺ377លេខសំណាងរបស់នៅឆ្នាំជូតគឺ377ខមមិនលេខ377អាសៀចេញសូមឲ្យមានសំណាងល្អចូលមកក្នុងជីវិតនៅក្នុងពាក់កណ្ដាលខែ12យើងនឹងហៅពណ៌នាំសំណាងគឺពណ៌ត្រីនាមពណ៌នាំសំណាងគឺពណ៌ត្រីនាមសំណាងល្អណាឆ្នាំទី1ឆ្នាំជូតនៅពាក់កណ្ដាលខែ12នឹងហើយណានាងសូមប្រសិទ្ធិពរជ័យមុននឹងប្រសិទ្ធិពរជ័យសូមអធិស្ឋានសម្រាប់អស់លោកប្រុសលោកស្រីដែលរកមើលទិញលេខរៀងមុនក្នុងខែឆ្នាំរឿងរ៉ូស៊ីម្នាក់$10មើលវាសនាមច្ឆជីវិត$111បញ្ជាក់ជូនយន់រាល់ការជាវគឺវាប្រាក់មកមុនហើយបើសិនជាអស់លោកអ្នកត្រូវអំពើផ្ដាច់ស្នេហ៍គឺមានថ្នាំទឹកញីឈ្មោះឡើយបើសិនជាគេធ្វើចងជាមួយចងអីហ្នឹងគឺប្រើសេមាសណាញ់ទិញអធិពលអាក្រក់ជួយគេធ្វើមកលងទៅវិញនោះប្រើសមាសនានឹងអាចមានរៀបជោគជ័យសម្រាប់អស់លោកប្រុសលោកស្រីហើយបញ្ជាក់ជូនអស់លោកប្រុសលោកស្រីនៅ Telegram សម្រាប់លើក្នុង TikTok ក្តីនៅក្នុង YouTube ក្តីនៅក្នុង Page ក្តី Telegram 071-93071-8 បញ្ជាក់ជូនសម្រាប់អស់លោកប្រុសលោកស្រីសូមប្រសិទ្ធិពរជ័យសម្រាប់អស់លោកអ្នកដែលក្នុងឆ្នាំ2026នឹងសូមឲ្យមានលៀបព្រោះឆ្នាំទាំង12ជាឆ្នាំកូនពៅក្នុងឆ្នាំ2025នឹងហើយសូមប្រសិទ្ធិពរជ័យសម្រាប់ឆ្នាំអស់លោកប្រុសស្រីទាំងអស់ក្នុងឆ្នាំ2026រ៉ូស៊ីមានបានพูดតាមពីសមុទ្រអាយសស្បៃភពចាស់មានប្រាក់កៅកងទូសរការលួចចេញទិញចូលចំណុចនៃសំការទៅទីកន្លែងណាមកកន្លែងណាសុកកដុកលុយមានបានសំណាងល្អណា